จับหลังบอลจันทร์สุขជាកិច្ចចម្រើននេះខ្ញុំសូមគោរពលោកនាយកជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូនិងគណៈកម្មការជាទីគោរពព្រមទាំងសូមគោរពអាណាព្យាបាលនិងមិត្តភ័ក្តិជាទីមេត្រីនេះខ្ញុំមានឈ្មោះថាបនច័ន្ទសួររៀននៅថ្នាក់ទី6ក1នៃសាលាបឋមសិក្សាណាមហៃនេះខ្ញុំពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានចូលរួមប្រកួតអំណាចល្បីក្នុងថ្ងៃនេះតែនេះខ្ញុំរកយកប្រធានបទមួយដែលមានចំណងជើងថាផលប្រយោជន៍នៃការងារចំពោះសហគមន៍ក្នុងនោះមាន6ចំណុចធំៗដែលនេះខ្ញុំបានសិក្សានិងបានដកស្រង់ចេញពីសៀវភៅនៅបណ្ណាល័យនៃសាលាបឋមសិក្សាណាហើយសូមរីករាយសម្រាប់ដូចតទៅតើហេតុអ្វីយើងចាំបាច់សិក្សាពីសហគមន៍ជាការពិតណាស់មួយអ្នកត្រូវមានការងារឬមុខរបរពិតប្រាកដសម្រាប់ការរស់នៅរបស់ខ្លួនឯងផងសម្រាប់អភិវឌ្ឍគ្រួសារនិងសង្គមផងមុខរបរសេដ្ឋកិច្ចទាំងឡាយស្ថិតដល់ផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់គ្រួសារសហគមន៍និងសង្គមជាតិដូចជាចុះដល់ចំណុចទី1មុខរបរជាគ្រូបង្រៀនមានតួនាទីក្នុងការផ្ដល់ចំណេះដឹងចំណេះធ្វើដល់សិស្សថានឹងសិស្សធ្វើពួកគេដែលជាពលរដ្ឋល្អនិងជាអ្នកបន្តវេនទឹកធ្ងន់សិស្សានុសិស្សចំនួនក្រោយចូលដល់ចំណុចទី2កសិកម្មមានតួនាទីក្នុងការផលិតស្បៀងអាហារសម្រាប់ឲ្យមនុស្សទូទៅបរិភោគចូលដល់ចំណុចទី3ស្ថាប័នសិប្បកម្មមានតួនាទីក្នុងការផលិតសម្ភារៈអំពីឈើឬលោហៈដូចជាកៅអីតុទូបង្អួចនិងវត្ថុផ្សេងជាច្រើនទៀតចូលដល់ចំណុចទី4